បាទបងប្អូនដូចសពមួយដងចេញវីដេអូអំពីការធ្វើម្ហូបដែលមានឈ្មោះថាត្រីចៀនជួនជាដំបូងឡើយគឺខ្ញុំកាត់ត្រីជាកង់គឺត្រីពោនេះផងដែរខ្ញុំអត់កាត់ជាកង់តូចទេគឺខ្ញុំកាត់3កង់ធំដើម្បីកុំឲ្យវាខ្ទេចសាច់ហ្នឹងបងប្អូនបន្ទាប់មកយើងដាក់ខ្ទះដើម្បីដាក់ខ្លាញ់ដើម្បីបំពងត្រីសម្រាប់ត្រីពោនេះគឺខ្ញុំយកវាមកបំពងបាទបងប្អូនត្រង់នេះខ្ញុំដាក់លឹកចេកដើម្បីកុំឲ្យវាជាប់ខ្ទះលាងយូរដែរបងប្អូនណាត្រីពោវារាក្រឆ្អិនបន្តិចបាទបងប្អូនថ្ងៃនេះមានពេលធ្វើម្ហូបដើម្បីចេញវីដេអូថ្ងៃនេះសម្រាប់ម្សិលមិញរវល់អត់បានចេញវីដេអូសម្រាប់ត្រីនេះផងដែរយើងបំពងវាតតែក្រៀមល្អអញ្ចឹងទៅបងប្អូនបំពងវារៀងយូរដែរពេលដែលបំពងវាឆ្អិនល្អយើងដួសវាដាក់ចានទុកមួយកន្លែងទៅហើយយើងបំពងខ្ញីសម្រាប់ខ្ញីនេះបងប្អូនដោយសារខ្ញុំទិញពីផ្សារមកវាហាន់ហើយស្រាប់អញ្ចឹងបងប្អូនយើងអត់សូវទុកចិត្តខ្ញុំយកមកបំពងថែមបើយើងហាន់ខ្លួនឯងអត់សូវអីបងប្អូនតែខ្ញុំទិញមកពីផ្សារគេហាន់ហើយស្រាប់អត់ដឹងថាគេត្រាំអីខ្លះអញ្ចឹងយើងយកវាមកបំពងថែមឲ្យវាសពបន្តិចទៅចាំយើងយកមកឆាជាមួយសៀងបាទបងប្អូនទាំងនេះយើងបំពងវារៀងសពរៀងសពខ្លាំងណាស់ណាបងប្អូនឲ្យវាហាងផងហើយនឹងយើងសម្រាប់មេរោគព្រោះយើងអត់ដឹងថាយើងយកមកគេត្រាំអីខ្លះបើសិនជាយើងហាន់ខ្លួនឯងយើងមិនចាំបំពងក៏បានដែរបងប្អូនយើងយកមកឆាជាមួយសៀងផ្ទាល់ក៏បានដែរតែនេះខ្ញុំទិញមកហាន់ស្រាប់អញ្ចឹងខ្ញុំបំពងថែមនឹងបងប្អូនកូរវិតទៅឲ្យវាក្រៀមបន្តិចទៅយើងជោគវាទៅមួយឡែកដើម្បីដាក់បំពងខ្ទឹមឆាសៀងសម្រាប់ការបំពងខ្ទឹមឆាសៀងដំបូងឡើយគឺខ្ញុំដាក់ខ្ទឹមសបំពងវាទៅបំពងឲ្យវាក្រហមរៀងឈ្ងុយខ្ញុំដាក់ស្ករត្នោតបងប្អូនចង់ដាក់ស្ករសក៏បានដាក់ស្ករត្នោតក៏បានបងប្អូនតែសម្រាប់ខ្ញុំចង់ដាក់ស្ករត្នោតដោយសារស្ករត្នោតវាឆាប់រលាយជាងហើយវាបានពណ៌ល្អពណ៌ក្រហមល្អអញ្ចឹងបងប្អូនយើងដាក់ទៅកូរវិតអមមស្ករនឹងឡើងទឹកត្រីចូលទៅបងប្អូនហើយចាក់ទឹកត្រីហើយយើងដាក់សៀងចូលទៅនេះសៀងតបពីចាក់សៀងចូលហើយយើងថែមគ្រឿងទៅគ្រឿងយើងដូចសពមួយដងហ្នឹងបងមានប៊ីចេងរ៉ូឌីហើយយើងច្បល់ចូលគ្នាចុះឡើងទៅបងប្អូនហើយវាឆ្អិនល្អទៅត្រង់នេះវាមើលទៅរៀងគោកបន្តិចខ្ញុំថែមទឹកមកថែមទឹកបន្តិចទៅឲ្យវាពាក់ដុកស្រោចលើត្រីដាក់ទឹកបន្តិចទៅបងប្អូនកូរវិត
មុំតាយើងអាចទទួលយកបានយើងដួសដាក់ស្រោចលើត្រីដែលយើងបំពងហើយហ្នឹងទៅនេះបងប្អូនយកស្រោចលើត្រីដែលយើងបំពងហើយហ្នឹងបាទបងប្អូនវីដេអូនេះផងដែរសូមអរគុណដល់បងប្អូនទាំងអស់ដែលបានទស្សនាវីដេអូនេះរហូតដល់ចប់អរគុណច្រើន